សួស្តីប្រិយមិត្តយើងទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Podcast ខ្មោចឬក៏ Ghost Podcast នៅក្នុងថ្ងៃនេះដែរ Admin គឺទទួលបានសាច់រឿងថ្មីមកមួយទៀតហើយចែកជូនប្រិយមិត្តយើងទាំងអស់គ្នាស្ដាប់កំសាន្តនាពេលរាត្រីហើយរឿងរ៉ាវនេះគឺបានមកពីបងស្រីម្នាក់ដែលគាត់ជួបនៅឯប្រទេសថៃតែម្ដងមានន័យថារឿងរ៉ាវនេះគឺបងស្រីគាត់បានឆ្លងដែនទៅប្រទេសថៃហើយគាត់បានជួបរឿងរ៉ាវចម្លែកជាច្រើននៅពេលដែលគាត់ឆ្លងដែនហ្នឹងអញ្ចឹងតើរឿងហ្នឹងគឺព្រឺព្រួយយ៉ាងណាឬក៏រឿងហ្នឹងដែលគាត់ជួបហ្នឹងគឺយ៉ាងណាតោះប្រិយមិត្តយើងទាំងអស់គ្នាស្ដាប់ជាមួយនឹង admin ទាំងអស់គ្នារឿងរ៉ាវនេះបានកាត់ឡើងទៅលើបងស្រី Linda នៅពេលនោះបងស្រី Linda គាត់នៅក្មេងនោះទេហើយគាត់ក៏បានរស់នៅជាមួយនឹងម្ដាយមីរបស់គាត់ដោយសារថាឪពុកម្ដាយរបស់គាត់ហ្នឹងបានទៅធ្វើការនៅឯប្រទេសថៃទៅម្ដាយរបស់គាត់ហ្នឹងបង្ខំចិត្តញ៉ាកូននិងប្អូនស្រីរបស់គាត់ហើយប្អូនស្រីរបស់គាត់ហ្នឹងមានឈ្មោះថាមីងពៅដែលជាម្ដាយមីងរបស់បង Linda ផ្ទាល់តែម្ដងហើយក៏ជាអ្នកបីបាច់ថែរក្សាបង Linda ពេលដែលឪពុកម្ដាយរបស់គាត់មិននៅហើយឪពុកម្ដាយរបស់គាត់ហ្នឹងបានទៅធ្វើការនៅឯប្រទេសថៃហ្នឹងហើយពួកគាត់ហ្នឹងគឺធ្វើការសំណងទេពួកគាត់ហ្នឹងទទួលបានប្រាក់ខែមួយខែគឺ 10,000 បាតដោយសារថាជីវភាពរបស់បង Linda ហ្នឹងឬគ្រួសាររបស់គាត់ហ្នឹងមិនសូវជាល្អប្រហែលទេដល់ពេលហ្នឹងគ្រួសាររបស់គាត់ហ្នឹងគឺមានភាពខ្វះខាតច្រើនមែនទែនមានន័យថារោគព្រឹកខ្វះល្ងាចគឺរោគល្ងាចខ្វះព្រឹកអីចឹងណាគឺរកបានតែមួយឆ្អែតកាពះតែប៉ុណ្្នឹងឯងហើយណាមួយឪពុកម្ដាយរបស់គាត់ហ្នឹងក៏រកលុយដើម្បីកូនស្រីរបស់គាត់ហ្នឹងឲ្យបានរៀនសូត្រដូចគេឯងផងដែរអញ្ចឹងបានគាត់សម្រេចចិត្តទៅធ្វើការនៅឯប្រទេសថៃហើយនៅពេលបង Linda គាត់ក៏មានកណ្ឌិតមួយថាចង់ជួយឪពុកម្ដាយរបស់គាត់អញ្ចឹងណាគាត់ក៏សម្រេចចិត្តឈប់រៀនគឺឬក៏បញ្ចប់ការសិក្សាត្រឹមថ្នាក់ទី8ហើយក៏សុំឪពុកម្ដាយរបស់គាត់ហ្នឹងទៅធ្វើការជាមួយនៅឯប្រទេសថៃដើម្បីជួយឪពុកម្ដាយរបស់គាត់ហ្នឹងរកលុយឲ្យបានធូរធារដូចគេឯងដែរអញ្ចឹងណាគឺគាត់ចង់ឃើញឪពុកម្ដាយរបស់គាត់ហ្នឹងលក្ខណៈថាមានបានដូចគេឯងអញ្ចឹងណាហើយគាត់ក៏បានទៅនិយាយជាមួយនឹងម្ដាយមីងរបស់គាត់ដែលមានឈ្មោះថាមីងពៅហ្នឹងឲ្យខលទូរស័ព្ទហ្នឹងទៅឪពុកម្ដាយរបស់គាត់នៅប្រទេសថៃដើម្បីសុំឪពុកម្ដាយរបស់គាត់ហ្នឹងទៅធ្វើការនៅឯប្រទេសថៃនឹងដែរព្រោះគាត់ចង់ជួយឪពុកម្ដាយរបស់គាត់ខ្លាំងពេលហ្នឹងដោយសារតែបាននិយាយគ្នាជាមួយនឹងឪពុកម្ដាយរបស់បង Linda ហើយឪពុកម្ដាយរបស់គាត់ហ្នឹងក៏មិនចង់ឲ្យកូនគាត់ទៅរៀនទេសូមអធិស្ឋានក៏មិនចង់ឲ្យកូនគាត់ឈប់រៀនទេតែធ្វើមិនបើកូនឈប់រៀនហើយណាមួយក៏ចង់ជួយឪពុកម្ដាយរបស់គាត់ហ្នឹងឲ្យមានបានដូចគេដែរអញ្ចឹងនៅពេលហ្នឹងក៏សម្រេចចិត្តឲ្យកូនរបស់គាត់ហ្នឹងឡើងមកប្រទេសថៃជាមួយគាត់ដែរដោយពេលនោះគាត់មិនបានយកកូនគាត់ហ្នឹងនៅឯខ្មែរទេគឺគាត់មិនបានទៅយកកូនគាត់នៅប្រទេសខ្មែរមិនបានទៅទទួលអញ្ចឹងណាដោយឲ្យកូនរបស់គាត់ហ្នឹងបង Linda ហ្នឹងឡើងទៅប្រទេសថៃហើយពួកគាត់ចាំទទួលបង Linda នៅប្រទេសថៃហ្នឹងតែម្ដងដោយសារតែការឡើងចុះហ្នឹងការឡើងចុះមកប្រទេសខ្មែរហ្នឹងគឺចំណាយលុយអស់ច្រើនពេកអញ្ចឹងគាត់ក៏សួរកូនគាត់ដែរថាកូនគាត់នឹងហ៊ានមកអត់ព្រោះបើសិនជាឲ្យពួកគាត់ចុះទៅទទួលហ្នឹងគឺចំណាយអស់ច្រើនមានន័យថាចំណាយលើការវាយប៉ាសពតផងចំណាយលើថ្លៃភ្លឺផងចំណាយលើថ្លៃឡានផងគឺគាត់ធ្វើការនៅឆ្ងាយប្រទេសថៃអញ្ចឹងបើគាត់ជិះឡានទៅវិញទៅមកវាអស់ច្រើនដែរបាទអញ្ចឹងគាត់ក៏សួរបង Linda ថាគាត់ឯងហ៊ានមកអត់ហើយបង Linda ក៏និយាយតបទៅវិញថាអត់អីគាត់ទៅបានគាត់ហ៊ានអញ្ចឹងម្ដាយរបស់គាត់ណាក៏សម្រេចចិត្តខលទៅកងឡានដើម្បីនិយាយថ្លៃឡានហ្នឹងឲ្យកូនរបស់គាត់ហ្នឹងឡើងមកថៃដល់ពេលហ្នឹងហើយឲ្យទៅយកកូនគាត់ហ្នឹងនៅផ្ទះដែរហើយក៏បានប្រាប់តកងឡានហ្នឹងថាជួយមើលថែកូនរបស់គាត់ផងដោយសារកូនរបស់គាត់ហ្នឹងកូនស្រីផងហើយណាមួយគ្នាឡើងទៅថៃទៅតែម្នាក់ឯងទេហើយណាមួយតកងឡានហ្នឹងគឺជាអ្នកចិត្តស្និទ្ធរបស់ពុកម្ដាយរបស់បង Linda ដែរមានន័យថាអ្នកចិត្តដិតណាដោយសារថាអ្នកភូមិជាមួយគ្នាហើយនៅផ្ទះមួយគ្នាអញ្ចឹងឪពុកម្ដាយរបស់គាត់ហ្នឹងគឺទុកចិត្តពូហ្នឹងបាទអញ្ចឹងឪពុកម្ដាយរបស់គាត់ហ្នឹងក៏ប្រាប់ទីលំនៅឬក៏អាសយដ្ឋានដែលគាត់នៅប្រទេសថៃហ្នឹងឲ្យតកងឡានដើម្បីងាយស្រួលដូចថាឲ្យកងឡានហ្នឹងនាំកូនរបស់គាត់ហ្នឹងទៅគាត់នៅឯប្រទេសថៃមានន័យថាជូនកូនគាត់ហ្នឹងឲ្យទៅដល់កន្លែងតែម្ដងប៉ុន្តែបង Linda ក៏នៅក្មេងហើយណាមួយគាត់អត់មានប៉ាសពតទៅប្រទេសថៃទៀតអញ្ចឹងបង Linda គាត់ទៅប្រទេសថៃហ្នឹងគឺទៅផ្លូវកាត់មានន័យថាគាត់លួចចូលប្រទេសថៃដោយសារគាត់ហ្នឹងអត់មានប៉ាសពតឆ្លងដែនត្រឹមត្រូវដូចគេនោះទេអញ្ចឹងការធ្វើដំណើរផ្លូវកាត់មួយហ្នឹងគឺមានគ្រោះថ្នាក់ណាស់បើសិនបើប៉ូលីសចាប់បានវិញគឺមិនរួចខ្លួននោះទេហើយការធ្វើដំណើរផ្លូវកាត់នេះគឺមិនអាចធ្វើដំណើរនៅពេលថ្ងៃបានទៀតត្រូវធ្វើដំណើរបានតែពេលយប់តែប៉ុណ្ណោះបើមិនអញ្ចឹងទេគឺប៉ូលីសគេចាប់ត្រួតចាប់អីបានអញ្ចឹងណាអ
chẳng phu tụi con lán nè mưa thai bong liền đá nó luôn đòn mong chlong cắt rồi thà đòn mong giúp á thì giúp để thà đòn mong đờ dân chlong nuông bong liền đá chlong từ thì thay chứ mà hay chỉ mong đậm mũi giúp tụi con lán của bạn nuông bong liền đá nó đờ từ hay ca đờ nó cứ đờ từ cắt prey mùi gần lại cứ mình ai chi lan ba này đờ xa thà trong cứ miên police chăm chạy lan từng ông mỏng bên đây tha chăm chạy điện nam min passport có phần passport mà xa tiền chắc á và tộc bị prom line hơi chắc á hay mình men nôm mong tiền đáng từ tầm này về đào vào cắt cứ min đẹp xây tiết đào passport cái tới chỉ bùi đài và hay chỉ muốn đọc này đài năng cứ min xây khla hay khla tới pi đẹp đầy phần này chắc á nó về đài chlong cho một Thái nó cứ đào cắt prey mà gần lại cứ prey nó để lại cái thà thông mình tên chắc là đàn đào cắt prey mùi gần lại hay đôi chỉ mong mùi dục đài cứ pu tụi con lan nó điện nôm phứ của quạt nó oi đa cắt tam phẩu năng hay đập về đòn màu mùi dục nó pu tụi con lan quạt đòn cả lại mua để thay cả lại là tao sum rã để thay dân kinh sum rã nó không play năng sấn á mà đòi nôm kia nó sum rã nó không play năng sấn bên này tha không play nó cứ min chả ca tờ lôn hay chả ca tờ lôn nó cứ chả ca tờ lôn là tha đôi kiểu bao bong cháu đó hay cứ mưa tới cứ đọc lắng cứ sật sân ta smile hay nông view thì là nặng thà rồi chiết dìm xây nhớ nên dễ chọc tới trung minh cả lấy nó cứ đọc khăn một trắng pu tụi con lán có còn nuông lư nó ở nhẹ tụi nó như thường là cắt dục nó ở sầm rạ đều màu xanh rú từ thường là mời chúng nó việc hoạt kháng là về nó bong nát quát có ban sầm rạ nơi khẳng không đầm chư mùi tại đầm chư nó cứ nơi chật pu tụi con lan sầm rạ đây cứ nơi chật chật kia mà này tha cho lọt kia tại hai chị một pi bảy may để chớ nè sai ta bong liền đá nó cột ở đây school là cái thì ra bị pu tụi con lan đúng không chẳng về nó quát có sầm rạ chất để tha đây kinh rồi gò sầm rạ nó cái pu tụi con lan nâng chớ còn tái cứ bạn kinh đối tha bạn kinh chật kia khang tây ấy thì là sao ai luôn lựa đàm chơi lựa cái nam bạn kinh đấy cần tha rồi luôn lựa tha ai là lựa đàm chơi chẳng á lời chật bùi còn là nó sạch tạp tên nó quát lư sầm lên mà nó đã chôn mày chơi bằng đền đá đó quát lư sầm lên mà nó đã chôn mày chơi đồng răng móc ngày quạt tạp bề nó quát được tha quạt phía bề quạt phía ấy quạt rô mơ ấy cứ rô mơ khơi nhỉ bề nó mà bề nó quát có chặt đam phay là cái nào phay tịch tịch á ai quát phay chừng mà thấy thì mình phay chừng miếng cái phay chừng này kia đời tập bọt trường đời ấy chẳng nè tôi bong ấy chẳng nè đời tôi chưa nôm ấy chẳng nè số mà chia say không ta pe đã quát phay khai nó quát có bán đi tha phay khai ấy na đấy đời quát nó bán kịch lửa được khoai được FC pe nó kịch tại mình dán kịch ha phay kia tụi nôm kia tại đôi admin vậy chẳng nè về nó bon được đá có điệp kinh từ với hai sắp ta lư xử lý nó mà đòn thiệt sắp ta lư xử lý nó mà đòn thiệt về nó quất có ban đá pu từ con lan hay pu từ con lan nó có phía máu ấy có quất có ban su bon đền đá nè số thà cả đây mình được anh mình mặt đá pu hay bon đá nó có còn gì thay pu với mình lư sâu xử lý mà được đa ở đôi thay mà được đa mau ở một hàng dớ ai pu tụi con lán quất có pe lư có đôi thay bông liền đa xui chấn quất có điên cho lại ai quất tha chơi tập tụi với người ta chơi bật lắp của mọi bông liền đa có ấy ta có bán lư xử lý ấy nữa thì hay pe nó pu tụi con lán quất có lư mền đòi pe nó bông liền đá nó có bán lư xử lý có cái lấy này mơ trung vinh luôn nó có khi mình nó kia rồi để thay cái khổng lắng á cái đời project ở khổng lắng khi mình nắng kia sầm rãi luôn lụa tao bắt từ vì nó bong thì nó có chắc đám cứ không chắc ha tao xử lý nó chưa xử lý như kia ở về nó có riệp kinh tư mà xa thiệt người ta phải yêu ơi riệp để tha riệp kinh nào mà xa thế này sắp tập về nó còn lư xử lý là đại lắm còn tay lư về nó cứ chết quạt tầm đó nó chết quạt tầm đó ai về nó quạt có bán cả lấy này mơ ca đấy đập về tới quạt cái lấy này tao trăng mà xa thiệt lấy này bách sắp có khi sầm mỏ mà mua thông một có cung ta đơ mà rồi có sầm mỏ mà nó mình này thà đơ muối hay xử lý chuồn mới chờ ôi vậy máu euro máu miệng được quá khné lệ cái này tha đơ mà rồi có đấy pe nó môn liền đá có phay ấy còn ban đá pu tụi con lan một đòn thiệt pe nó pu tụi con lán con ban su bong liền đá tha ta không ảnh cả đây hay bong đá có prata nhưng ban khi sầm mỏ mà muối của cung đơ mà rồi nhóm máu pu
ហើយពេលនោះពូតកងឡានថាគាត់អត់មានឃើញអីនោះទេហើយបងលឿនណាគាត់ក៏ងាកទៅដូចថាមួយសារទៀតគាត់ឃើញអីnữaដែរហើយពេលហ្នឹងបងលឿនណាក៏គិតថាប្រហែលជាគាត់ជួបហើយពេលហ្នឹងគាត់គិតនៅក្នុងចិត្តមកហើយពេលនោះពូតកងឡានក៏បាននិយាយទៅបងលឿនណាថាកុំគិតច្រើនអីហើយឆាប់គេងទៅស្ងំគេងទៅនៅទៅអីទេយើងក្មេងគេងយូរកម្លាំងដើម្បីធ្វើដំណើរទៅទៀតអញ្ចឹងណាព្រោះជិតដល់ទីតាំងហើយគាត់ក៏និយាយអញ្ចឹងពេលនោះបងលឿនណាក៏ទៅស្ងំគេងលក្ខណៈខំព្យាយាមបិទភ្នែកប៉ុន្តែគាត់ដឹងហើយគាត់ដឹងថាខ្លួនគាត់ជួបអីពេលហ្នឹងគាត់ក៏ព្យាយាមស្ងំគេងតែពេលនោះគាត់គេងខ្ញុំដូចថាគាត់លេងហ៊ានគេងម្នាក់ឯងហើយគាត់ខិតមកជិតពូតកងឡានមកជិតគេងជិតពូតកងឡានពូតកងឡានគាត់ក៏មិនបានធ្វើអីដែរហើយគាត់ក៏តាំងគេងបើខ្លាចគេងជិតពូមិនបាច់ខ្លាចទេស្រាប់តែពេលហ្នឹងគាត់ផ្អែកលើដើមឈើហ្នឹងណាផ្អែកលើដើមឈើជិតពូតកងឡានហ្នឹងណាហើយគាត់ងាកក្បាលឡើងទៅខាងលើពេលនោះគាត់ឃើញមនុស្សស្រីម្នាក់ពាក់ឈុតសហើយសក់លង្វែងអញ្ញោលជើងពីលើដើមឈើហ្នឹងមកអញ្ញោលជើងចុះអញ្ញោលជើងឡើងដូចថាអញ្ញោលពីលើដើមឈើហ្នឹងមកហើយសក់វែងណាហើយដល់ពេលហ្នឹងមនុស្សស្រីហ្នឹងងាកមុខមករោបងលីនដាមកងាកមុខមកក្រោមរោបងលីនដាហើយពេលបងលីនដាឃើញមុខហ្នឹងគឺសឹងថាមើលមិនយល់ផងគឺមុខនារីម្នាក់ហ្នឹងសុទ្ធតែឈាមតែម្ដងហើយភ្នែកធំហើយអាភ្នែកហ្នឹងមានតកៅទៀតឬបងលីនដាថាមានតកៅទៀតហើយពេលនោះបងលឿនណាក៏បានស្ទុះរោពូតកងឡានហើយប្រាប់ពូតកងឡានណាពូខ្ញុំបានឃើញខ្មោចពូបានស្រែកចឹងហ្មងហើយដល់ពេលនោះពូតកងឡានភ្ញាក់ហើយអ្នកផ្សេងក៏ចាប់ដើមភ្ញាក់ហើយពេលនោះពូតកងឡានក៏បានងាកក្បាលមើលទៅលើដែរថាឃើញកន្លែងណាហើយពូតកងងាកក្បាលមើលទៅលើឃើញក្មួយស្រីចោលប្រាប់ងាកក្បាលមើលទៅខាងលើក៏ឃើញដូចគ្នាពេលនោះពូតកងឡានអត់ទៅភ្ញាក់អីគាត់ឃើញមកស្ទុះគាត់គាំងហ្មងគាំងហើយគាត់ទម្លាក់ចុះមកក្រោមវិញហើយសាប់ទៅពេលហ្នឹងអាពូតកងឡានគាត់ក៏មិនបាននិយាយអីទៅកាន់បងលីនដាហើយគាត់ក៏បានប្រាប់បងលីនដាថាលីនដាក្មួយឯងក៏មើលឥឡូវយើងដល់ម៉ោងទៅមុខទៀតហើយពេលនោះឯងនិយាយទៅចប់មួយម៉ាត់ហ្នឹងឯងពូតកងឡានក៏បានដាស់អ្នកទាំងអស់ហ្នឹងអ្នកដេកចិត្តហ្នឹងថាបានហើយដល់ម៉ោងតទៀតហើយពេលនោះពូតកងឡានគាត់បានដូចថាទាញដៃបងលីនដាហើយរត់យកហ្មងអូសដៃបងលីនដារត់ហើយអ្នកដែលនៅក្រោយផ្សេងហ្នឹងពេលឃើញពូតកងឡានរត់អញ្ចឹងស្មានតែប៉ូលីសមករកឃើញអត់បានចាប់អារម្មណ៍ខាងលើស្មានតែប៉ូលីសមករកឃើញក៏នាំគ្នាដូចថារត់តាមពូតកងឡានហ្នឹងដែរប៉ុន្តែដល់ពេលដល់មុខបន្តិចមានអ្នកខាងក្រៅម្នាក់ហ្នឹងក៏បានស្រែកថាខ្មោចហើយនៅក្នុងចិត្តបងលីនដាពេលហ្នឹងគាត់ដូចថាក្នុងចិត្តបងលីនដាពេលហ្នឹងគឺប្រហែលគាត់គិតថាប្រហែលអ្នកខាងក្រៅហ្នឹងមើលឃើញដូចគាត់ដែរហើយពេលហ្នឹងគាត់គិតអញ្ចឹងដល់ពេលមកសួរឡើងឃើញខ្មោចស្រីហ្នឹងរត់តាមគាត់បងលីនដាងាកទៅក្រោយបាច់ឃើញខ្មោចស្រីម្នាក់ហ្នឹងរត់តាមគេដែររត់តាមពីក្រោយហ្នឹងដែរហើយដល់ពេលអ្នកផ្សេងទៀតក៏ខំកលេចទៅតាមបងលីនដាហ្នឹងបងលីនដាស្រែកអោយពូតកងឡានហ្នឹងទៅចាប់ដើមអូសដៃបងលីនដាលេងកើតហើយក៏ចាប់បងលីនដាលើក3បានរត់យកតាមម្ដងហើយពេលនោះពូតកងឡានគឺរត់មុនគេពូតកងឡានគឺរត់មុនគេតែម្ដងហើយចំណែកអ្នកក្រោយក៏លេខទៅឃើញមិញម៉ែរត់លឿនណាស់លោកអើយដោយសារតែបងលីនដានៅក្មេងហ្នឹងពូតកងឡានក៏ចាប់ពោហើយណាមួយខ្មោចនោះរត់តាមមិនឈប់មិនឈរហើយខ្មោចហ្នឹងដល់ពេលរត់ហ្នឹងបងលីនដាគាត់បានប្រាប់បញ្ជាក់ថាខ្មោចហ្នឹងអត់មានជើងទេគឺឃើញតែមកកណាត់ចង្កេះឡើងលើទេពេលនោះគឺរត់រហូតហើយរត់ឲ្យខ្មោចហ្នឹងដួសពេលរត់ទៅដល់ផ្លូវធំហ្នឹងក៏លេងឃើញអ្វីទាំងអស់ហើយដល់ពេលរត់ហ្នឹងខ្មោចហ្នឹងក៏បាននិយាយថាដូចថារត់បដៅនិយាយបដៅថាសុំទៅផងហើយមកសួរឡើងទៅកងឡានហើយអ្នកទាំងអស់គ្នារត់ទៅដល់ផ្លូវជាតិមានន័យថាទៅដល់ផ្លូវធំហើយផ្លូវចាក់កស៊ូហ្នឹងណាផ្លូវហ្នឹងហើយផ្លូវឡានបើកបរហើយផ្លូវហ្នឹងហួសប៉ូលីសហួសអីអស់ហើយពេលរត់ទៅដល់ហ្នឹងក៏ម្នាក់លេងឃើញអ្វីហើយងាកក្រោយគឺលេងឃើញអីមកហើយពេលនោះពូតកងឡានបានអង្គុយទូរស័ព្ទឲ្យឡានផ្សេងមួយទៀតមកយកគាត់ព្រោះចាំអាឡានហ្នឹងវាយូរពេកហ្នឹងតែអាឡានផ្សេងទៀតឲ្យមកយកគាត់ឲ្យលឿនហ្នឹងណាមកយកអ្នកដំណើរគាត់អ្នកអីលឿនហ្នឹងណាដោយសារគាត់ហ្នឹងនាំគេហ្នឹងទៅចូលព្រៃចូលអីហ្នឹងដោយសារតែអត់ប៉ាសពតយើងមិនត្រូវធ្វើអញ្ចឹងយើងមិនត្រូវដើរផ្លូវកាត់អីអញ្ចឹងពេលនោះម្នាក់គឺអង្គុយអបក្បាលជូនអ្នកខ្លះអង្គុយភ័យហើយបើអ្នកខ្លះទៀតសក់បាស់ហើយអ្នកខ្លះទៀតនិយាយអត់ចេញអ្នកគាំងមកហើយបើសិនបងលីនដាវិញណាបងលីនដាពេលហ្នឹងគឺគាត់គាំងឲ្យមុខស្លេកលក្ខណៈថានិយាយឲ្យមាត់គាត់ញួរនិយាយអត់ចេញតែមាត់ញួរទៅដូចមនុស្សល្ងាអញ្ចឹងនិយាយទៅ
ពេលហ្នឹងអ្នកទាំងអស់គ្នាគឺនៅស្ងៀមមកមិនហ៊ាននិយាយអីទាំងអស់នៅពេលដែលបានឡានមកយកប៉ាប់ខ្ញុំអ្នកនឹងគ្នាសរុបចូលក្នុងឡានហ្មងមានន័យថានឹងគ្នាសម្រុកចូលទៅអាក្នុងឡានហ្នឹងហើយដល់ពេលចូលទៅដល់ក្នុងឡានពូទៅកង់ឡានហើយអ្នកដែលបើកឡាននៅថាមកយកគាត់ហ្នឹងជនជាតិថៃដែលនៅក្បែរហ្នឹងអញ្ចឹងណាហើយពូទៅកង់ឡានគាត់ក៏ចាប់ដើមសួរទៅកង់ឡានថៃហ្នឹងដោយសារគាត់និយាយភាសាថៃចាប់ដើមសួរទៅកង់ឡានថាហើយទៅកង់ឡាននោះក៏បានប្រាប់ដែរតាមដំណើររឿងថាកន្លែងហ្នឹងដែលពូឯងដើរកាត់អាចការ10ហ្នឹងកន្លែងហ្នឹងពីមុនណាគឺមានប៉ូលីសថៃបានបាញ់សម្លាប់នារីស្រីដែលជាជនជាតិខ្មែរមានន័យថារៀលកាយបាញ់គឺបាញ់សម្លាប់ហ្មងលក្ខណៈថានារីខ្មែរហ្នឹងគាត់ក៏មានប៉ាសពតដូចគ្នាគាត់ឆ្លងកាត់តាមផ្លូវហ្នឹងដែរប្រហែលជាមួយខែមុននេះកងឡានគេបានប្រាប់អញ្ចឹងប្រហែលជាមួយខែមុនប៉ូលីសហ្នឹងបានបាញ់សម្លាប់តែអ្នកផ្សេងហ្នឹងគេរត់រួចខ្លួនអស់ហើយដោយថាគេឃើញគេរត់ហើយម្នាក់ស្រីហ្នឹងរត់អត់ទាន់គេរត់ដល់កន្លែងហ្នឹងហើយប៉ូលីសគេបាញ់ពីក្រោយថាគេបាញ់ដោយថាគម្រាមដោយថាបាញ់ជើងអីតែវាត្រូវខ្លួនពេលហ្នឹងគឺម្នាក់ពេលបានលឺអញ្ចឹងគឺភ័យបាសសក់មកហើយពេលនោះប៉ូលីសដែលថាបាញ់ម្នាក់នឹងស្រីហ្នឹងក៏បានដូចថាយកសពហ្នឹងត្រូវទៅបូជានៅថៃឬក៏នៅក្បែរហ្នឹងយកទៅកប់ក្បែរហ្នឹងទៀតបូជាមានន័យថាមិននេះឯងជាស្រ័យលក្ខណៈបញ្ចុះនៅក្បែរហ្នឹងហើយពេលហ្នឹងបងនៅណាគាត់ថាគាត់ស្មានតែគាត់ដើរផ្លូវហ្នឹងហើយពូតកងឡាននាំផ្លូវគាត់ហ្នឹងស្មានតែដើរមកផ្លូវហ្នឹងហើយព្រោះគាត់ដើររត់អស់វាអត់ដែរមានអីពូតកងឡានហើយបងនៅណាគាត់ភ័យអង្គុយញួរមកកងឡានរហូតព្រោះផ្លូវហ្នឹងគាត់ធ្លាប់នាំភ្ញៀវរបស់គាត់ចេញចូលរហូតហ្នឹងពូតកងឡានគាត់និយាយជុំតកងឡានអញ្ចឹងគាត់ថាគាត់នាំភ្ញៀវរបស់គាត់ចេញចូលរហូតហើយដល់ពេលឮតកងឡាននិយាយដាក់គាត់អញ្ចឹងទៀតគាត់ភ័យបាសសក់មកលួសដល់ព្រឹកឡើងហ្នឹងពូតកងឡានហ្នឹងក៏នាំបងលឿនដានទៅជួបឪពុកម្ដាយរបស់គាត់មានន័យថានាំទៅដល់ទីតាំងហ្មងនាំបងលឿនដានទៅមកហើយអ្នកផ្សេងទៀតគេមានបងប្អូនគេមកយកអីចឹងណាហើយដល់ពេលបងតកងឡានទៅដល់កន្លែងហ្នឹងក៏សុំឪពុកម្ដាយបងលឿនដានសារៈហ្នឹងពីប្រយុទ្ធសិនដោយគាត់ហ្នឹងមិនហ៊ានទៅវិញទេពេលហ្នឹងអត់ហ៊ានទៅវិញភ្លាមទេព្រោះថាពេលគាត់ទៅវិញភ្លាមគាត់ស្គាល់ផ្លូវទៅក្រៅពីកន្លែងហ្នឹងឯងព្រោះគាត់ថាគាត់ទៅឆ្លងកាត់ផ្លូវហ្នឹងដដែលហ្នឹងពេលហ្នឹងគាត់សារៈបានពីប្រយុទ្ធដែរពូតកងឡានហ្នឹងក៏បាននិយាយរឿងនិយាយអីហ្នឹងទៅប្រាប់ដូចថាប្រាប់ឪពុកម្ដាយបងលឿនដាហើយពេលឪពុកម្ដាយបងលឿនដាឮហើយកូនគាត់បងលឿនដាហ្នឹងក្រុនទៀតដល់ហ្នឹងគឺដេកក្រុនទៀតគឺថាគាត់ភ័យហើយគាត់ក្មេងពេលគាត់ឃើញអញ្ចឹងគាត់ភ័យពេលអញ្ចឹងពុកម្ដាយឃើញក្រុនអញ្ចឹងគាត់ទៅទិញថ្នាំពេទ្យទិញអីមកឲ្យកូនលេបអញ្ចឹងណាហើយក៏ឪពុកម្ដាយហ្នឹងក៏ធ្វើទឹកមន្តប្រោះព្រំឲ្យកូនហើយក៏ស្រោចទឹកឲ្យកូនអញ្ចឹងទៅដោយសារគាត់អត់ដឹងថាពឹងណាទេគាត់អត់ស្គាល់វត្តនៅណាម្ដុំហ្នឹងទេហើយមិនវត្តខ្មែរទៀតគឺវត្តថៃអញ្ចឹងណាតែគាត់អត់ដឹងថាគាត់ទៅណាអញ្ចឹងណាតែដល់ពេលហ្នឹងទៅពូក៏គាត់ចាប់ដើមត្រឡប់ទៅវិញហើយពេលហ្នឹងគាត់ជម្រាបលាទៅវិញហើយអ្នកដែលមកធ្វើការនៅប្រទេសថៃអាណាគាត់យំសំណោះអាណិតពូនគាត់ឪពុកម្ដាយបងលឿនដាដោយសារពូនគាត់ត្រូវមកម្នាក់ឯងហើយមកជួបរឿងបែបហ្នឹងទៀតហើយពុកម្ដាយហ្នឹងក៏មិនដឹងមិនគឺលក្ខណៈថាបារម្ភកូនណាលក្ខណៈថាពេលខាងកូនលក្ខណៈកូនខំមកតាមហ្នឹងហើយអាណិតកូនណាពេលហ្នឹងហើយនេះឯងគឺជាបទពិសោធន៍ដែលបងលឿនដាគាត់បានជួបខ្មោចនៅពេលដែលគាត់ឆ្លងដែននៅប្រទេសថៃហើយរឿងនេះគឺរឿងដែលគាត់ជួបផ្ទាល់តែម្ដងមិនមានជារឿងប្រឌិតហើយក៏មិនមានជារឿងកុហកដែរពីបងលឿនដាបាទអញ្ចឹងសម្រាប់ប្រិយមិត្តយើងទាំងអស់គ្នាដែលចង់ចែករំលែកឬក៏មានបទពិសោធន៍ដែលធ្លាប់ជួបអីអាចឆាតមក Facebook page របស់ podcast ខ្មោចឬក៏ Ghost Podcast បាន admin នឹងសម្រាប់ជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាស្រាប់កំសាន្តនាពេលរាត្រីអញ្ចឹង admin វីដេអូ admin ថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងឯងសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នានៅតែគ្រប់គ្រងខាង podcast ខ្មោចឬក៏ Ghost Podcast របស់យើងខ្ញុំបន្តទៀតអញ្ចឹងរឿងហ្នឹងខ្ញុំមានតែប៉ុណ្្នឹងទេហើយកុំភ្លេចសូមជួយចុច like ចុច subscribe មកកាន់ channel របស់ podcast ខ្មោចរបស់យើងផងបាទសូមអរគុណហើយក៏សូមជម្រាបលាជួបគ្នានៅពេលក្រោយ